គឺលោកត្រាំថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់មិនទាន់ដាច់ស្រេចនៅឡើយគឺអាមេរិកអាចទម្លាក់គ្រាប់បន្ថែមទៀតបើអ៊ីរ៉ង់អន់ចរិតឃើញទេទៀតហើយបងប្អូនដូចខ្ញុំនិយាយចឹងរឿងនយោបាយគឺចឹងចុះហត្ថលេខាហើយថានេះថ្ងៃសុកនេះទៅចុះនៅប្រទេសស្វីសដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះស្រាប់តែមិនទេគឺអ៊ីរ៉ង់នឹងដូចជាចល័តអានាវាស្អីតាក់តងនឹងអារឿងច្រកហមមូសអីខាត់រហទាលុយទីអីទៀតម្ដងថាបើកម្ដងថាបិទម្ដងថាអីឥឡូវហ្នឹងគឺជពាក់ជប៉ុនចឹងបានលោកត្រាំគាត់ថាឲ្យតែញ៉ៃអន់ចរិតចឹងតម្លាក់គ្រាប់ទៀតអញ្ចឹងរឿងនេះវាអត់ទាន់ចប់ទេបងប្អូនរឿងនៅអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងគឺដូចខ្ញុំនិយាយចឹងតតែបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះចប់សិនឲ្យលោកប្រធានាធិបតី Donald Trump នឹងថាឈ្នះឆ្នោតឬអីកុំឲ្យគេទម្លាក់គាត់សិនអាហ្នឹងបានឬក៏ចិត្តដល់ហ្នឹងមែនតើហ្មងបានចប់ដោយបបោព្រោះអីនៅ2ខែទៀតហ្នឹងល្មមកក្កដាសីហាកញ្ញាតុលាវិច្ឆិកានៅសល់ពេលតែបន្តិចហ្នឹងគឺអូសរហូតកិច្ចព្រមព្រៀងហ្នឹងត្រូវថែម60ថ្ងៃដើម្បីឲ្យសម្របសម្រួលអីចឹងជាល្មមទៅដល់1ខែឬ2ខែមុនបោះឆ្នោតហ្នឹងគឺអ្វីចប់ឲ្យស្អាតសិនទៅដើម្បីលៀងអាហ្នឹងឲ្យលោក Trump គាត់បានប្រជាប្រិយរឿងបោះឆ្នោតរឿងនយោបាយចឹងយើងតាមដានដាច់ខ្យល់ងាប់តែអ្នកដាច់ខ្យល់គឺរឿងប្រេងឆៅប្រេងអីទៅឡើងអត់ជប់ឥឡូវចុះបន្តិចឥឡូវឡើងបន្តិចចុះបន្តិចឡើងបន្តិចហើយវល់ណាស់បងប្អូនតែយ៉ាងណាយើងតាមដានរឿងនេះទាំងអស់គ្នាកុំឲ្យដាច់ព្រោះអីវាប៉ះពាល់ដល់ឆ្នាំងបាយយើងដែរបើតែរឿងកើតឡើងនៅអាមេរិកមែនតែវាមានរឿងអីប៉ះពាល់ដល់ប្រៃវែងដល់ស្នួលអង្គសោមអីចឹងដែរបាទបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះចុះហើយរាត្រីសួស្ដីបងប្អូននៅស្រុកខ្មែរអរុនសួស្ដីបងប្អូននៅសហរដ្ឋអាមេរិកជម្រាបលាជួបគ្នារាត្រីនេះទៀតបាទ